តោះមកដាក់សលេងកំ pl ែងបែបនេះយើងដាក់ធ្វើម៉េចតោះឥឡូវយើងចុចស្ដាប់មើលសិនទៅ Mr. Beast និយាយថាលេងឡើងអនហើយឲ្យឯងយកលុយ 4,000 រៀលបិទមាត់ទៅ បាទអញ្ចឹងដើម្បីយើងប្រើសលេង clone បានឬក៏យើងអត់ចង់ប្រើយើងចុចកន្លែងនេះអញ្ចឹងដើម្បីបង្កើតសលេង clone បានអ្នកនរគ្នាគ្រាន់ចូលទៅកាន់ voice clone នេះអញ្ចឹងពេល voice clone យើងបង្កើតមកពេលបង្កើតហ្នឹងគេឲ្យយើង upload នៅសលេងអញ្ចឹងយើងគ្រាន់តែចូលទៅកាន់ computer របស់យើងហើយយើង upload សលេងមកនេះហើយយើងធ្វើការ trim មកអាហ្នឹងបើសិនជាភាសាអង់គ្លេសអាចចុច auto transcribe បានហើយបើជាភាសាខ្មែរវាអត់ដើរទេតតែយើងទៅសេះខ្លួនឯងអញ្ចឹងអានេះអត់ដាក់ក៏បានដែរអត់បញ្ហាទេគ្រាន់តែថាបើយើងដាក់ទៅវានឹងដូចអ្វីដែលយើងនិយាយអញ្ចឹងនិយាយតង់និយាយអីអញ្ចឹងណាអូខេអញ្ចឹងអានេះបន្ទាប់ពីយើងបង្កើតបានពីរនឹងហើយនេះសលេងនេះ Mirage ហើយនឹង Mr Beast យើងអាចចូលមកកន្លែង text to speak កន្លែងយើងនេះយើងអាច select មកយើងមាន2ចឹងសលេងពិត Pro នេះហើយយើងធ្វើការ select នៅសលេងមួយដែលយើងចង់បានឬក៏យើងអត់ចង់ដាក់ទេឲ្យវាអានេះ random ន័យថាវាអាន random ហើយវាលឿនជាងសលេង clone នេះសលេង clone វាចាយពេលប្រហែលជា2ទៅ5 second អី depend នៅលើអាហ្នឹងនៅលើអ្វីដែលយើងដាក់វានិយាយអញ្ចឹងណា Mr. Beast និយាយថាលេងឡើងអន់ហើយឲ្យឯងយកលុយ 4,000 រៀលបិទមាត់ទៅបាទអញ្ចឹងបើយើងចុច preview ម្ដងទៀតវានឹងចេញសលេងអ្នកណាគេផ្សេងមួយទៀតនិយាយទៅសលេងហ្នឹងគឺ random រហូតហ្មងណា Mr. Beast និយាយថាលេងឡើងអន់ហើយឲ្យឯងយកលុយ 4,000 រៀលបិទមាត់ទៅបាទអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេនេះគ្រាន់តែជារបៀបដែលយើងដាក់សលេងនិយាយបែបកំ pl ែងហើយនៅក្នុងនេះផងដែរគឺយើងអាចធ្វើការ custom នៅឈ្មោះរបស់យើងបាននេះយើងអាចធ្វើការ preview បានណាហើយយើងអាចធ្វើការ custom លុយ USD ខ្មែររៀលធ្វើការ preview នៅក្នុងហ្នឹងបានអូខេអញ្ចឹងអស់ហើយអត់មានទៀតទេបាយបាយអ្នកនរគ្នា